គោរពជ្រើសសួរពុកម៉ែបងប្អូនមកវិលមកកាន់ channel ខ្ញុំម្ដងទៅហើយបងប្អូនបានថ្ងៃបងប្អូនបាទខ្ញុំមកចែកម្លែកពីរបៀបបងប្អូនedit video នៅលើ CapCut បងប្អូនបាទហើយបងប្អូនថ្មីកុំភ្លេចជួយ subscribe channel ខ្ញុំអ្នកមួយផងបាទដើម្បីមានវីដេអូប្លែកៗចែកជូនបងប្អូនទស្សនាទេបងប្អូនបាទហើយថ្ងៃបងប្អូនបាទហើយបើខុសត្រូវសូមអធិស្ឋានបងប្អូនបាទហើយបងប្អូនដែលចេះហើយបងប្អូនបាទគឺអាចអូសរំលងវីដេអូនេះបានបងប្អូនបាទហ្នឹងហើយបងប្អូនសូមអធិស្ឋានតែបងប្អូនដែលចេះហើយបងប្អូនបាទហើយខ្ញុំបរិញ្ញាដែលអ្នកថាដូចដំបងបាទគាត់អត់ទាន់ចេះ edit វីដេអូចេះអីបងប្អូនបាទតោះកុំឲ្យខាត់ពេលយូរបងប្អូនទៅចូល CapCut ដល់ខ្ញុំបាទបើបងប្អូនអត់មាន CapCut បងប្អូនអាចចូលដល់ក្នុង Play Store មកបងប្អូនបាទនេះចូល Play Store មកបងប្អូននេះចូល Play Store វាយដាក់ CapCut ទៅបងប្អូនបាទវាយ CapCut ទៅគឺចេញបងប្អូនហើយ CapCut អូខេឥឡូវខ្ញុំវាយសិនបងប្អូនតែឥឡូវខ្ញុំវាយបាយបងប្អូនវាយបដ ாய் ខ្ញុំមានស្រាប់បងប្អូនខ្ញុំថយវិញមកបងប្អូនថយសិនយើងអូសចោលមួយមកបងប្អូនអូខេអូសចោលបងប្អូនយើងទៅរក CapCut បងប្អូនបាទបងប្អូនណាបងប្អូនយើងចូល CapCut បងប្អូនចូល CapCut មកតោះតែបងប្អូនចេញចាស់បងប្អូនចេញចឹងបងប្អូនទៅសញ្ញាបូកបងសញ្ញាបូកនេះសញ្ញាបូកលើនេះបងប្អូនហើយយើងចុចខ្វែងមួយសិនបងប្អូនហើយចុចសញ្ញាបូកមួយបងចុចសញ្ញាបូកមកបងប្អូនអីបងប្អូនជ្រើសរើសវីដេអូណាដែលបងប្អូនចង់ edit បងប្អូនលើខ្ញុំរកសិនបងប្អូនវីដេអូណាយកបងប្អូននេះខ្ញុំចង់ edit វីដេអូនេះបងប្អូនចុចលើណាមួយអូខេវីដេអូនេះចេះលងឹតឈឹងចឹងអូខេយើងចុចនេះបងប្អូននេះកន្លែងនេះមកនេះចំជួនទៅចឹងអូខេបងប្អូននេះឥឡូវនេះចេញហ្នឹងបងប្អូនទូរស័ព្ទខ្ញុំរង slow ទេបងប្អូនចេះស្រាយបងប្អូនរងស្អិតបងប្អូននេះរូបខ្ញុំមកខ្ញុំកាត់ទៅសិនបងប្អូនកាត់វាតិចមកនេះបងប្អូនកាត់ចោលបន្តិចមកបងប្អូនអូខេណាបងប្អូននេះជាដំបូងយើងបានរូបយ៉ាងបងប្អូនយើងជ្រើសទំហំបងប្អូនចង់នេះបងប្អូនក៏ជ្រើសទំហំចង់បានប៉ុណ្ណាបងប្អូន TikTok ចង់បាន YouTube នេះហើយនេះបងប្អូនInstagram ឬអីទេបងប្អូនហើយបងប្អូននេះខ្ញុំនិយាយបងប្អូនរើសយក TikTok មកបងប្អូនធំល្អពេញល្អបងប្អូនហើយបងប្អូនខាង YouTube បងប្អូននេះចេះយក16:9មកបងប្អូនហើយខ្ញុំបងប្អូនខ្ញុំរើសយកអានេះឲ្យឈរអូខេបងប្អូនបាទហើយយើងចុច tick វាបងប្អូនចុច tick មកនេះ tick ជាស្អីបងប្អូនលោតជិះវិញខ្វែងសិនមកញ៉ៃមែនទេបងប្អូនណែបងប្អូនតោះទេបងប្អូនយើងចុចលើរូបវីដេអូយើងនេះចុចលើហ្នឹងចុចលើពណ៌មកបងប្អូនហើយយើងជ្រើសរើសយកនេះបងប្អូននេះអូតាមខ្ញុំបងប្អូនអូមួយនេះចេះយកក្បាលមនុស្សនេះបងប្អូនរូបមនុស្សនេះបងប្អូនរូបនេះយើងចុចលើមកហើយយើងជ្រើសរើសយករូបមនុស្សមួយទៀតបងប្អូននេះជាកន្លែងខ្ញុំគូក្បាលបងប្អូនចុចមួយទៀតទៅបងប្អូននេះកន្លែងដល់នេះវាទាញមកឆាមកចិត្តយើងបងប្អូនហើយអានេះបងប្អូនអាឡែងពេជ្រនេះគឺគេឲ្យយើងប្រើទៅគាត់គេទៅការប្រើលុយមកយើង free យើងទៅយើងចុចនេះសញ្ញានេះចុចកន្លែងនេះមកតោះបន្តិចយើងចុចចូលនេះបងប្អូននេះកន្លែងនេះកន្លែងខ្ញុំគូហ្នឹងបងប្អូន FACE ហ្នឹងមកចុចហ្នឹងមកតោះបន្តិចបងប្អូនដល់កន្លែងនេះបងប្អូនជ្រើសរើសយកជាដំបូងបងប្អូនយើងមិនចាំបីចាស់យើងជ្រើសរើសថ្មិញបងប្អូននេះហើយថ្មិញមកយើងគេលើថ្មិញយើងចុចបងប្អូនឆ្លាញ់ប៉ុណ្ណាយកប៉ុណ្ណាបងប្អូនយើងអូសមកបងប្អូនអូនេះថ្មិញយើងបងប្អូនអីបងប្អូនដាក់50បងប្អូន50ស្អាតបងប្អូន50ស្អាតនៅបងប្អូនវាចង់លើសហ្នឹងក៏បានដាក់តិចក៏បានបងប្អូនទៅនេះបងប្អូនយើងរើសថ្មិញហើយយើងចាប់ដើមនេះយកនេះបងប្អូននេះកន្លែង WHIT បងប្អូននេះកន្លែងខ្ញុំគូកបងហ្នឹងចុចលើហ្នឹងមកចុចទៅមុខទៀតចុចហ្នឹងមកទៀតដល់កន្លែងនេះបងប្អូនយើងអូសនេះបងប្អូនយើងនេះបងប្អូនធ្វើមុខយើងភ្លឺបងប្អូនហើយវិញយើងអូសមកបងប្អូនមើលអូតិចមកនេះភ្លឺបងប្អូនមួយភ្លឺកាន់តែសបងប្អូនកាន់តែសបងប្អូនមើលទៅមកទៀតយើងមកនេះបងប្អូនយើងថយមកវិញជ្រើសរើសមួយទៀតបងប្អូននេះកន្លែង SMWOTA អញ្ចឹងបងប្អូននេះកន្លែងខ្ញុំគូហ្នឹងបងប្អូនចុចដូចស្រួយបងប្អូននេះចុចដល់មកទៀតចុចដល់ទៀតបងប្អូននេះអូខេនេះបងប្អូនធ្វើមកយើងកាន់តែខ្ចីបងនេះអូកាន់តែខ្លាំងខ្ចីកាន់តែខ្លាំងបងហើយបងប្អូនកុំយកខ្ចីខ្លាំងពេកយើងយកមកមួមកបងប្អូននេះយកតែប៉ុណ្្នេះបងប្អូនអូខេយកតែប៉ុណ្្នេះមកមើលតែបងប្អូនឆ្លាញ់ប៉ុណ្ណាយកប៉ុណ្ណឹងបងប្អូនតែបងប្អូនលើបងប្អូនបាទហើយខ្ញុំឆ្លាញ់ប៉ុណ្ណឹងបងប្អូនខ្ញុំយកតែ31បងប្អូនមួយយ៉ាងនេះបងប្អូនដែលបងប្អូនកាត់វីដេអូជាកង់យើង edit តែមួយបងប្អូនយើងចុចនេះបងប្អូនវីដេអូច្រើនយើងបងប្អូនកាត់មកក្លែកបងប្អូន
យើងចុចលើនេះបងប្អូនយើង edit រូបទី1ហើយយើងចុចលើនេះនេះកន្លែងបង3ជាន់ហ្នឹងបងប្អូនចុចទៅខាងមកនេះហើយយើងចុចនេះកន្លែង Q នេះចុចមកបងប្អូនគឺវា select all តែហ្មងបងប្អូន select យកទាំងអស់បងប្អូនតើបងប្អូនទៀតយើងចុច tick នេះថយ tick នេះមកតើទៅបងប្អូនថយមកបន្តិចមកនេះចុចកន្លែងនេះថយបន្តិចមកចុចថយបន្តិចមកបងប្អូនជ្រើសរើសយកនេះបងប្អូននេះកន្លែងនេះកន្លែងរូបឆ្នូត2មានកវងលើក្រោមបងប្អូននេះកន្លែងយកឆ្នូតស៊ីតនេះកន្លែងនេះបងប្អូន A B ហ្នឹងបងប្អូន A G នេះជាស្រ័យកន្លែងនេះបងប្អូនជាស្រ័យខ្ញុំសូវយ៉ាងលេបងប្អូននេះបងចុចលើហ្នឹងមកបងប្អូនចុចហ្នឹងមួយមកទីដល់កន្លែងនេះបងប្អូនជ្រើសរើសនេះបងប្អូនយើងជ្រើសរើសពលឺវាមានច្រើនខ្លាំងតែបងប្អូនតែវាដំណើរការគឺយើងមិនសូវប្រើវាច្រើនទេយើងប្រើតែនេះមកចុចនេះប្រើនេះមួយមកបងប្អូនចង់ឆ្លាញ់អាណាក៏បានបងប្អូនហើយយកនេះអូមកនេះរឿងអានេះរឿងក្រហមមកអូនេះវារឿងភ្លឺកាន់ខ្លាំងអញ្ចឹងយើងមិនអាចត្រូវភ្លឺខ្លាំងទេយើងអូមកក្រោយនេះបងធ្វើម៉េចឲ្យវាស្អាតនោះបងហើយស្រាប់តែបងប្អូនចង់អូភ្លឺខ្លាំងក៏បានមកក្រោយក៏បានតែមកខ្ញុំគាត់ថាបង្ហាញកន្លែងរបៀបedit ចឹងបងប្អូនហើយចាំមកយើងចុចនេះបងប្អូនកន្លែងត្រីកោនេះចុចដល់មកទៀតបងប្អូនបាទហើយយកនេះយើងបងប្អូននេះហើយបងប្អូនអូមកនេះឃើញមុខយើងរងសបងប្អូនចាំមើលបងប្អូនរើសយកអានេះយកតែបន្តិចបានទេបងប្អូនយកបន្តិចបានហើយអូខេតែមកប៉ានេះបានបងប្អូនយើងមើលសិនបងប្អូនចាស់ទាំងសគ្រាន់តែបងប្អូនតោះទេបងប្អូនបានដល់កន្លែងនេះមើលកន្លែងយើងថែមទេបងប្អូននេះមុខយើងកាន់តែ smooth បងប្អូននេះយើងកាន់តែច្បាស់បងប្អូនយើងអូកាន់តែខ្លាំងកាន់តែច្បាស់បងប្អូននេះបងប្អូនហើយតោះទេបងប្អូនដល់កន្លែងហ្នឹងហើយយើងចុចលើនេះ XL បងប្អូនចុចកន្លែងនេះមួយទៀតយើងជ្រើសរើសមួយទៀតចុចកន្លែងនេះ XL មួយទៀតដល់កន្លែងនេះបងប្អូនយើងដាក់ថែមមុខយើងបងប្អូននេះបងប្អូនមុខយើងក្រហមនេះអូដល់ខំខ្ចីយើងតែកុំឲ្យច្រើនពេកបងប្អូនយើងគឺតែបន្តិចបានបងប្អូនខ្ញុំយកច្រើនពេកវាធ្វើឲ្យវានេះវិញបងប្អូនអូខេនេះបបោមកឥឡូវនេះបបោមកបងប្អូនយើងបបោយើងក្រហមតិចមកអូខេគេដាក់ជាមកបងប្អូននេះជាមកបងប្អូនប៉ានេះមកទៅទេបងប្អូនហើយយើងយកអានេះមួយទៀតនេះចង់ជ្រើសរើសនេះមួយទៀតមកបងប្អូនចង់ជ្រើសរើសអាក្នុងហ្នឹងចង់ជ្រើសរើសមួយណាក៏បានដែរបងប្អូនអូខេនេះបងប្អូនមកយើងកាន់សអូសដល់សក្បោះនេះបងប្អូនសតែប៉ានេះមកបងប្អូនអានេះក៏រាងក្រហមបងប្អូនអានេះរាងសបងប្អូនរើសតែប៉ានេះមកនេះបងប្អូនប៉ុណ្ណឹងហើយយើងចុចយកអាលឿងមួយទៀតមកថែមមកលឿងទៀតថែមមកលឿងនេះបងប្អូននេះអូខេថែមលឿងបងប្អូនហើយទៅបងប្អូនឥឡូវយើងមិនប្រើបានទេបងប្អូននេះយើងចង់ប្រើបានមិនប្រើបានទេបងប្អូនយើងប្រើដែរទៅប្រើជំនួយទៀតមកហើយនេះបងប្អូនបាយបៃតងបងប្អូនកន្លែងបេក្រោនពីក្រោយយើងបងប្អូនបេក្រោនយើងបងប្អូនបើយើងមកមានកន្លែងព្រៃឈើបងប្អូនបើព្រៃឈើស្រួលមើលហ្មងស្រួលមើលមែនដែរបងប្អូននេះទៅមកមានព្រៃឈើពិបាកបងប្អូនហ្នឹងហើយហើយខ្ញុំតែជ្រើសយកតែប៉ុណ្្នេះសោះបងប្អូនហើយទៅបងប្អូនគឺចង់ជ្រើសរើសទៀតក៏បានឬក៏មិនទេក៏បានបងប្អូនយើងមួយទៀតចុះបងប្អូននេះអូខេនេះបងជ្រើសរើសមកស្រឡាញ់ប៉ុណ្ណាយកប៉ុណ្ណឹងបងប្អូនបាទខ្ញុំគាត់តែការឲ្យបងប្អូនមើលទេបាទហ្នឹងហើយយកតែប៉ុណ្្នេះបងប្អូនបាទយកតែប៉ុណ្្នឹងមកយើងចុច tick ហើយបងប្អូនដូចជាខ្ញុំនិយាយអញ្ចឹងបងប្អូនកាត់វីដេអូខ្លីៗកុំឲ្យពិបាក edit ច្រើនដងបងប្អូនចុចនេះ select នេះselect អាសញ្ញាបងត្រេ3កង់ហ្នឹងបងប្អូនចុចហ្នឹងមកគឺរួចពីការស្រេចទេបងប្អូនហើយយើងចុច tick មកបងប្អូនហ្នឹងហើយបងប្អូនហើយយើង edit ហើយបងប្អូនហើយយើង edit ហើយបងប្អូនណាបងប្អូនហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងបងប្អូនអរគុណខ្លាំងតែបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចជួយ subscribe channel ខ្ញុំម្នាក់មួយផងបងប្អូនបាទអរគុណច្រើនមែនទេបងប្អូនបាយបាយជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនបាទ